ទី1យើងធ្វើពិធីសម្ពោធដោយប្រើប្រាស់ជាផ្លូវការនៅទីស្នាក់ការសមាគមអតីតយុវជនរបស់ខេត្តយើងទី2យើងធ្វើទិវាអតីតយុវជនអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជាណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុវជនខេត្តទាំងអស់ពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយនឹងបងប្អូនអតីតយុវជនដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃសម្ដៅលើកស្ទួយជីវភាពអតីតយុវជនឲ្យកាន់តែល្អប្រសើរឡើងឯកឧត្តមកតេសង្ឃបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជាបានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុវជនខេត្តទាំងអស់សូមចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយបងប្អូនអតីតយុវជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួនដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាសុខុមាលភាពអតីតយុវជនសម្ដៅជួយលើកស្ទួយជីវភាពអតីតយុវជនឲ្យទទួលបានអត្ថប្រយោជន៍ជាច្រើននិងជីវភាពរស់នៅកាន់តែល្អប្រសើរឡើងការណែនាំបែបនេះមានឱកាសឯកឧត្តមកតេសង្ឃបណ្ឌិតគុណគីមនិងលោកជំទាវបានស្រីមុំអភិបាលខេត្តបានអញ្ជើញប្រារព្ធខួបលើកទី18ទិវាអតីតយុវជនកម្ពុជានិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារទីស្នាក់ការសអកខេត្តស្ថិតក្នុងភូមិចំការកាហ្វេសង្កាត់ទូលវាក្រុងបៃលិនខេត្តបៃលិនឯកឧត្តមកតេសង្ឃបណ្ឌិតគុណគីមបានមានប្រសាសន៍គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោហ៊ុនសែនដែលជាស្ថាបនិកមគ្គទេឯកនៃនយោបាយឈ្នះឈ្នះនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញនិងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានបន្តដឹកនាំជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់អ៊ំពូមីងជាវីរៈអតីតយុទ្ធជនទាំងការផ្ដល់ដីសម្បត្តិសង្គមគិច្ចការសាងសង់ផ្ទះសម្បែងនិងការដោះស្រាយជីវភាពលំបាកខ្វះខាតផ្សេងៗឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថាពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានដំឡើងប្រាក់សោធននិវត្តន៍ជាបន្តបន្ទាប់បូករួមទាំងការយកចិត្តទុកដាក់ដល់ជូនបានថែទាំសុខភាពបសសជូនជនពិការនិវត្តជននិងជនបាត់បង់សមត្ថភាពការងារនិងបានមូលនិធិសមត្ថសុខាភិបាលជូនអ្នកកាន់សិភៅរបស់គ្រួសារជនពលីនិងគ្រួសារជនមរណៈជាអតីតយុទ្ធជនដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយនឹងបសសដោយមិនបាច់បង់ប្រាក់ផងដែរបន្ទាប់ពីលោកអេតពេនប្រធានមន្ទីរសង្គមគិច្ចអតីតយុទ្ធជនខេត្តអានសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបទី18ទិវាអតីតយុទ្ធជនកម្ពុជារួចមកលោកជំទាវបានស្រីមុំអភិបាលខេត្តនិងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបៃលិនបានមានប្រសាសន៍អបអរសាទរចំពោះទិវាអតីតយុទ្ធជនខួបទី18គឺជាការដឹងគុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជនយុទ្ធនារីដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងអាយុជីវិតដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជាដោយមានគុណបំណាច់របស់បងប្អូនពូមីងជាវីរៈអតីតយុទ្ធជនទើបយើងមានអ្វីៗនៅថ្ងៃនេះ